ញ៉ាំត្រីរាល់ថ្ងៃពេលខ្លះទ្រាំដែរណាបងប្អូនចឹងថ្ងៃនេះមកបដូររសជាតិញ៉ាំសាច់ម្ដងហើយសម្រាប់ថ្ងៃនេះដែរគឺខ្ញុំធ្វើឡាបសាច់គោណានិយាយថារសជាតិឆ្ងាញ់ខ្លាំងមែនតែនជូរហឹរប្រៃផ្អែមហើយមានក្លិនអង្គលីងទៀតណានិយាយថាអូយឆ្ងាញ់មែនតែនហ្មងបងប្អូនអើយជួបជុំគ្នាអីថ្ងៃជប់សម្រាប់អីបងប្អូនជួបជុំគ្នាអត់ដឹងទៅណាធ្វើអញ្ចឹងញ៉ាំនៅផ្ទះលេងគឺថាឆ្ងាញ់ខ្លាំងមែនតែនសម្រាប់គ្រឿងផ្សំគោលគឺថាមានតិចទេបងប្អូនគឺមានសាច់គោមានអង្គលីងម្ទេសហុយមានក្រូចឆ្មាមានខ្ទឹមក្រហមហើយនិងជីអង្កាមណាបងប្អូនសម្រាប់សាច់គោបងប្អូនរកសាច់ណាផុយយកមកធ្វើឆ្ងាញ់បន្ទាប់មកគឺយើងយកសាច់គោហ្នឹងមកចៀនបងប្អូនចង់កាត់តូចៗជាងនឹងក៏បានកាត់ធំៗដូចខ្ញុំចេះក៏បានដែររួចហើយគឺខ្ញុំចៀនមកល្មមទេគឺចៀនអត់ឲ្យឆ្អិនពេកទេសាច់គោកាលណាយើងចៀនឆ្អិនពេកធ្វើឲ្យសាច់រឹងអត់ឆ្ងាញ់ទេត្រូវនឹងយើងយកមកធ្វើឡាបទៀតណាគឺយើងចៀនកុំឲ្យឆ្អិនពេកប៉ុណ្ណឹងទៅគឺធ្វើឲ្យសាច់គោយើងគឺថាទុនមែនតែនមើលទៅគួរចង់ញ៉ាំបន្ទាប់ពីហាន់សាច់គោហើយឥឡូវខ្ញុំលាយគ្រឿងម្ដងគឺខ្ញុំដាក់ទឹកត្រីបន្ទាប់មកគឺខ្ញុំដាក់ម្ទេសហុយហើយនឹងច្របាច់ក្រូចឆ្មាចូលណាបងប្អូនសម្រាប់គ្រឿងក្រៅនេះបងប្អូនដាក់តាមចំណង់ចំណូលចិត្តទៅបន្ទាប់មកទៀតគឺខ្ញុំដាក់ប៊ីចេងបន្តិចដាក់ស្ករហើយនឹងដាក់ម្សៅស៊ុបដែរណាបន្ទាប់ពីយើងដាក់គ្រឿងក្រៅហើយគឺយើងក្លុកវាច្បល់វាឲ្យចូលជាតិគ្នាបានល្អរួចរាល់ហើយចាំយើងដាក់សាច់គោចូលតែម្ដងច្បល់សាច់គោជាមួយនឹងគ្រឿងក្រៅហ្នឹងណាបងប្អូនឲ្យវាចូលជាតិគ្នាបានល្អរួចរាល់ទៅហើយបើសិនជាបងប្អូនចូលចិត្តហឹរបងប្អូនអាចដាក់ម្ទេសស្រស់ថែមទៀតក៏បានដែរបន្ទាប់ពីច្បល់សាច់គោជាមួយនឹងគ្រឿងផ្សំហ្នឹងបានរួចរាល់ហើយឥឡូវយើងដាក់ខ្ទឹមក្រហមចូលតែម្ដងដាក់ខ្ទឹមក្រហមហ្នឹងច្បល់ជាមួយនឹងសាច់គោហ្នឹងទៅជាទៅបន្លែប្លុកអត់មានដាក់អីច្រើនទេបងប្អូនគឺខ្ញុំដាក់តាខ្ទឹមក្រហមហើយនឹងជីទេបងប្អូនហើយបើយើងដាក់បន្លែច្រើនពេកគឺថាអត់ឆ្ងាញ់ទេឡាបសាច់គោនេះយើងដាក់សាច់អីរៀងច្រើនមកគឺថាឆ្ងាញ់ហើយបន្ទាប់មកគឺថាយើងដាក់អង្គលីងចូលតែម្ដងណាបងប្អូនដាក់អង្គលីងហើយយើងច្បល់ជាមួយនឹងសាច់គោយើងនឹងទៀតទៅសម្រាប់អង្គលីងដាក់តាមចំណង់ចំណូលចិត្តទេបងប្អូនចូលចិត្តអង្គលីងច្រើនបងប្អូនដាក់ច្រើនក៏បានដាក់តិចក៏បានតាមការចូលចិត្តអ្នកខ្លះគាត់ចូលចិត្តញ៉ាំអង្គលីងច្រើនអញ្ចឹងណាបន្ទាប់ពីដាក់អង្គលីងហើយគឺថាដាក់ជីតែម្ដងចុងក្រោយគេណាបងប្អូននិយាយទៅគឺបន្លែប្លុកគឺមានតែប៉ុណ្្នឹងឯងឡាបសាច់គោគឺថាងាយស្រួលទេបងប្អូនលឿនមែនតែនតែមួយផ្លែតគឺបានញ៉ាំហើយនិយាយទៅគ្រឿងផ្សំវិញគឺថាមានតិចខ្លាំងមែនតែនអត់មានច្រើនញ៉ៃអីទេជៀនតែសាច់គោលើខ្ទះឆ្អិនរួចរាល់ហើយគឺថាយើងយកមកលាយគ្រឿងគឺថាងាយស្រួលខ្លាំងមែនតែនដាក់ជីហើយច្បល់តែ2 3ត្រឡប់តែប៉ុណ្្នឹងគឺថារួចរាល់ហើយបងប្អូនអាចដួសដាក់ចានបានហើយគឺថាលឿនងាយមែនតែនហើយនិយាយពីរសជាតិវិញក៏ឆ្ងាញ់ណាស់ដែរបងប្អូនបើសិនជាមានស្ពៃបកគោឬក៏សាឡាត់មានត្រសក់ឬក៏ការ៉ុតអីទៀតមកគឺថាកាន់តែឆ្ងាញ់តែសម្រាប់ខ្ញុំគឺថាអត់មានបន្លែអីទៀតបងប្អូនគឺញ៉ាំតែប៉ុណ្្នឹងទេឥឡូវឡាបសាច់គោរបស់ខ្ញុំគឺថាបានរួចរាល់ហើយណាបងប្អូនមើលទៅតំណងអត់គួរចង់ញ៉ាំទេនិយាយទៅបើថារសជាតិវិញធានាថាឆ្ងាញ់ហ្មងបងប្អូនធ្វើញ៉ាំទៅធានាថាដឹងតែចូលចិត្តហើយមួយមុខនេះគឺថាញ៉ាំអត់ចេះតលាន់ទេបងប្អូនរសជាតិបែបដិតជូរហឹរប្រៃផ្អែមនេះងាយស្រួលធ្វើមែនតែនហើយបើថារសជាតិវិញជក់មាត់ហ្មងបងប្អូនដាក់មួយម៉ាត់ហើយចង់ដាក់មួយម៉ាត់ទៀតហ្មងណាអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច follow page ខ្ញុំម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនជម្រាបលា